ចឹងដើម្បី set up font ខ្មែរបានដំបូងទាំងអស់គ្នាត្រូវចូលទៅបើក permission នៅក្នុង WPS សិនអញ្ចឹងយើងចូល WPS បុកក្រហមនឹងសិនណាបន្ទាប់មកគឺយើងធ្វើតាមការណែនាំរបស់ WPS Office អញ្ចឹងយើងចុច start ណាហើយយកពាក្យថា agree ហើយបន្ទាប់មកយើងចុចពាក្យថា allow អញ្ចឹងនៅពេលដែលទាំងអស់គ្នាបើក permission នឹងរួចរាល់ហើយគឺយើងអាចធ្វើការ scan QR code បានអញ្ចឹងយើងបើកចូល browser ណាហើយយកចូលកន្លែង scan ចុចពាក្យថា allow ហើយទាំងអស់គ្នាធ្វើការ scan QR code 400 font ហ្នឹងដើម្បីដំឡើង font ខ្មែរអញ្ចឹងមកដល់កន្លែងនេះគឺយើងคลิกពាក្យថា no សិនមកហើយយើងធ្វើការ download font ខ្មែរ400 font ហើយជាមួយនឹងខ្មែរ Unicode keyboardអញ្ចឹងមកដល់កន្លែងនេះទាំងអស់គ្នាចុចយកពាក្យថា allow មកហើយធ្វើការ install ជាមួយនឹង keyboard អញ្ចឹងនៅពេលដែល install keyboard រួចរាល់ហើយគឺយើងរងចាំជាមួយនឹង font ខ្មែរ400 font យើងដើម្បីឲ្យវាធ្វើការ download ពេញសិនអញ្ចឹងបន្ទាប់ពីពេញហើយគឺយើងចូលទៅក្នុងបន្ទាប់មកគឺយើងចូល file ហើយយើងចុចយកពាក្យថា allow បន្ទាប់មកគឺយើងយកពាក្យថា meអញ្ចឹងយើងបើក allow permission show hidden file ឲ្យអស់មកបន្ទាប់មកយើងធ្វើការ extract file 400 font ហ្នឹងយើងចុចពាក្យថា more ហើយយកពាក្យថា extract to ហើយ OK ហើយបន្ទាប់មកយើងយកពាក្យថា view បន្ទាប់មកយើងចុចនៅលើ font ហ្នឹងឲ្យជាប់ហើយយើងធ្វើការ copy file ហ្នឹងហើយចុចលើពាក្យថា order location ចូល internal storage ហើយដាក់នៅក្នុង file របស់ fontអញ្ចឹងដោយសារមិញយើងអត់ទាន់បាន connect ជាមួយនឹង keyboard ឥឡូវគឺយើងធ្វើការ connect ជាមួយនឹង keyboard សិនអញ្ចឹងសម្រាប់ keyboard នៅលើ keyboard ហ្នឹងគឺយើងមានប៊ូតុងសម្រាប់បិទបើកហើយជាមួយនឹងធ្វើការ connect អញ្ចឹងយើងចុចមកដល់កន្លែង on មកហើយចុចនៅលើពាក្យថា connect ឲ្យលោតភ្លើងពណ៌ខៀវហ្នឹងមកបន្ទាប់មកគឺយើងចូលទៅក្នុង Bluetooth បន្ទាប់មកយើងបើកជាមួយនឹង Bluetooth ហើយចាំវាបន្តិចដើម្បីវាលោតឈ្មោះចេញមកណាអញ្ចឹងនៅពេលដែលវាលោតឈ្មោះចេញមកគឺយើងចុចនៅលើ Bluetooth keyboard ហ្នឹងមកហើយវានឹង connect ឲ្យយើងអូតូហើយអញ្ចឹងរួចរាល់ហើយគឺយើងធ្វើការ connect ជាមួយនឹង keyboard ម្ដងអញ្ចឹងដើម្បី connect ជាមួយនឹង keyboard យើងចូល setting ហើយយកពាក្យថា system and update ចូល language input ហើយយកពាក្យថា physical keyboard ចុចលើ Bluetooth keyboard ហ្នឹងមកហើយយកពាក្យថា add ហើយស្វែងរកពាក្យថាខ្មែរ NIDA ចុច tick មកអញ្ចឹងយើងឃើញថាយើងមានជាមួយនឹងខ្មែរ NIDA ហើយអញ្ចឹងយើងអាចតេស្តជាមួយនឹង typing បានសម្រាប់នៅលើ keyboard នេះដើម្បីបដូរជាមួយនឹងភាសាគឺទាំងអស់គ្នាត្រូវចុច control ហើយជាមួយនឹង space អញ្ចឹងអ្នកនរគ្នាអាចតេស្តជាក់ស្ដែងបានគឺយើង control space មកដើម្បីបដូរទៅជាភាសាខ្មែរអូខេអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ